បាទសូមគោរពជំរាបសួរលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំបានត្រឡប់មកជួបលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាជាថ្មីម្ដងទៀតហើយនៅក្នុង Channel អ៊ុតឡាក់ Technical បាទតើសុខសប្បាយជាទេបាទហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងលើកយកចំណេះដឹងថ្មីមួយទៀតនៅក្នុងកម្មវិធី Telegram គឺមូលហេតុលុបរូបភាពមិនបានក្នុងក្រុម Telegramបាទហើយថាតើហេតុអ្វីបានជាលុបរូបភាពមិនបានក្នុងក្រុម Telegram ដូច្នេះដើម្បីចូលទៅដល់ការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមលោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានចូលមកទស្សនាវីដេអូរបស់ខ្ញុំថ្មីសូមជួយចុច Like ចុច Subscribe ព្រមទាំងចុចបើករូបកណ្ដឹងដល់ Channel ខ្ញុំបាទដើម្បីខ្ញុំអាប់ឡូតវីដេអូថ្មីដែលជាវីដេអូផ្ដល់នូវចំណេះដឹងនៅថ្ងៃខាងមុខបានបង្ហាញចែកជូនដល់លោកគ្រូអ្នកគ្រូសាស្ត្រានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាបានឃើញមុនគេបាទហើយវីដេអូមួយនេះផងដែរគឺជាការបង្ហាញជូនទៅដល់បងម្នាក់ដែលបានធ្វើការសាកសួរនៅក្នុងវីដេអូ YouTube របស់ខ្ញុំបាទហើយខ្ញុំសូមចូលទៅក្នុងកម្មវិធី YT YouTube ដើម្បីបង្ហាញបាទខ្ញុំសូមចូល YT នេះបាទរួចហើយខ្ញុំសូមធ្វើការអស់ឡើងទៅលើដើម្បីមើល comment របស់គាត់បាទគាត់បានធ្វើការសាកសួរនៅក្នុងវីដេអូរបស់ខ្ញុំមួយគឺវិធីលុបវីដេអូចេញពីឆាត Telegram បាទហើយខ្ញុំសូមចូលទៅក្នុង profile របស់គាត់បាទបន្ទាប់មកខ្ញុំចុចលើរូប profile នេះទៀតគាត់គឺឈ្មោះថា GSH បាទហើយខ្ញុំសូមអាន comment របស់គាត់បាទខ្ញុំសូមចេញមកកន្លែង comment នេះគាត់បានសួរថាបាទលោកគ្រូខ្ញុំសូមសួរលោកគ្រូបន្តិចខ្ញុំចង់លុបរូបភាពក្នុងក្រុម Telegram ហេតុអ្វីលុបមិនបានតែរូបភាពរបស់ខ្លួនឯងខ្ញុំចង់លុបរូបភាពមិត្តភ័ក្តិដែលនៅក្នុងក្រុមជាមួយគ្នាបាទហើយខ្ញុំនឹងលើកយកវីដេអូនេះដើម្បីបកស្រាយជូនដល់បងបាទហើយខ្ញុំសូមឲ្យមេដៃគាត់មួយបន្ទាប់មកខ្ញុំឲ្យរូបបេះដូងមួយទៀតរួចហើយខ្ញុំចូលទៅក្នុងកម្មវិធី Telegram តែម្ដងបាទខ្ញុំចូល Telegram នេះបាទហើយខ្ញុំនឹងលើកយកនៅក្រុម Telegram របស់ខ្ញុំមួយគឺក្រុមឈ្មោះថាចំណេះដឹង YouTube នេះដើម្បីធ្វើការបង្ហាញដែលខ្ញុំចូលទៅក្នុងក្រុម Telegram នេះបាទហើយខ្ញុំចូលទៅកន្លែងរូប logo របស់ក្រុមនេះដើម្បីមើលនៅក្នុងក្រុមនេះតើមានសមាជិកហើយនឹងម្ចាស់ក្រុមឈ្មោះអ្វីបាទហើយខ្ញុំលើកយកនៅ Telegram ចំនួន2របស់ខ្ញុំបាទដើម្បីធ្វើការបង្ហាញនៅក្នុងក្រុមនេះបាទដោយនៅក្នុងក្រុមនេះ Telegram របស់ខ្ញុំឈ្មោះអ៊ុតឡាក់គឺជាម្ចាស់បាទជាអ្នកបង្កើតនៅក្រុមនេះហើយ Telegram របស់ខ្ញុំមួយទៀតឈ្មោះថា Lack Technical គឺជាសមាជិកនៅក្នុងក្រុមនេះបាទខ្ញុំសូមអស់ទៅរកឈ្មោះរបស់ខ្ញុំឈ្មោះ Lack Technical ដែលនៅក្នុងក្រុមនេះគឺជាសមាជិកធម្មតានេះបាទគឺឈ្មោះថា Lack Technical នេះហើយខ្ញុំនឹងចូលទៅក្នុងគណនី Telegram របស់ខ្ញុំឈ្មោះថា Lack Technical ដើម្បីចូលទៅធ្វើការលុបរូបភាពនៅក្នុងក្រុមនេះថាតើខ្ញុំអាចលុបបានឬមួយក៏មិនបានបាទហើយបន្ទាប់មកទៀតខ្ញុំសូមចេញមកខាងក្រៅដល់ខ្ញុំចុចសញ្ញាព្រួយនេះបាទហើយខ្ញុំសូមធ្វើការដូរគណនី Telegram ដល់ខ្ញុំចូលទៅកន្លែង setting សញ្ញាកងចក្រនេះបាទបន្ទាប់មកខ្ញុំចូលទៅគណនី Telegram របស់ខ្ញុំឈ្មោះថា Lack Technical នេះគឺជាក្រុមចំណេះដឹង YouTube នេះបាទគឺខ្ញុំឈ្មោះថា Lack Technical គឺជាសមាជិកបាទខ្ញុំសូមចូលទៅខាងក្នុងហើយខ្ញុំសូមអស់ឡើងទៅលើដើម្បីរករូបភាពមួយចង់ធ្វើការលុបបាទឧទាហរណ៍ថាខ្ញុំចង់ធ្វើការលុបរូបភាពមួយនេះបាទជាធម្មតាដើម្បីយើងធ្វើការលុបរូបភាពយើងគ្រាន់តែសង្កត់ទៅលើរូបភាពនេះឲ្យយូរបន្តិចគឺនឹងឃើញរូបសញ្ញាធុងសម្រាមកន្លែងនេះដើម្បីឲ្យយើងធ្វើការលុបប៉ុន្តែនៅកន្លែងនេះគឺมันមានរូបធុងសម្រាមបញ្ជាក់ប្រាប់យើងថាយើងមិនអាចលុបរូបភាពនេះបានទេ
នេះគឺដូចដែលសំណួររបស់បងបានសាកសួរគឺនៅក្នុងក្រុម Telegram គឺយើងមិនអាចលុបរូបភាពគឺយើងលុបបានតែរូបភាពរបស់យើងដែលផ្ញើចូលទៅក្នុងក្រុមនោះបាទហើយដើម្បីយើងចង់ធ្វើការលុបរូបភាពនេះបានគឺទាល់តែយើងជាសមាជិកក្នុងក្រុមនេះម្ចាស់ក្រុមគឺដំឡើងយើងឲ្យក្លាយទៅជា admin នៅក្នុងក្រុមនេះទើបយើងមានសិទ្ធិធ្វើការលុបនៅរូបភាពនៅក្នុងក្រុមនេះបានបាទហើយបន្តមកទៀតខ្ញុំនឹងធ្វើការបង្ហាញអំពីការដំឡើងជា admin នៅក្នុងក្រុម Telegram ដែលខ្ញុំចេញមកខាងក្រៅវិញបន្ទាប់មកខ្ញុំចូលទៅកន្លែងសញ្ញាកងចាក់នេះដដែលដើម្បីចូលទៅក្នុងគណនី Telegram របស់ខ្ញុំឈ្មោះថាអត់លាក់ជាអក្សរខ្មែរគឺជាម្ចាស់ក្រុម Telegram នេះបាទខ្ញុំចូលទៅខាងក្នុងបន្ទាប់មកខ្ញុំចូលទៅកន្លែងរូប logo បាទបន្ទាប់មកទៀតខ្ញុំចូលទៅកន្លែងរូបដូចជាខ្មៅដៃនេះហើយខ្ញុំចូលទៅកន្លែងពាក្យថា admin នេះ administrator នេះបាទខ្ញុំចូលទៅខាងក្នុងហើយនៅកន្លែងខាងលើនេះគឺយើងធ្វើការ add នៅ admin បញ្ចូលបន្ថែមដើម្បីឲ្យគណនី Telegram នោះគាត់មានសិទ្ធិលុបរូបភាពហើយខ្ញុំសូមចូលទៅកន្លែងពាក្យថា admin នេះបន្ទាប់មកខ្ញុំសូម search នៅខាងលើដើម្បីយកឈ្មោះរបស់គណនី Telegram របស់ខ្ញុំឈ្មោះថា La Technical ធ្វើជា admin បាទហើយខ្ញុំសូមវាយពាក្យថា La Technical បាទនេះគឺគណនី Telegram របស់ខ្ញុំនេះខ្ញុំសូមចុចទៅលើឈ្មោះហ្នឹងហើយខ្ញុំចុចសញ្ញា tick នេះបាទនេះគឺខ្ញុំបានក្លាយទៅជា admin ហើយបន្ទាប់មកទៀតខ្ញុំសូមចូលទៅក្នុងក្រុម Telegram ឈ្មោះថាក្រុមចំណេះដឹង YouTube នៅក្នុងគណនី Telegram របស់ខ្ញុំឈ្មោះថា La Technical វិញបាទខ្ញុំសូមចេញមកខាងក្រៅបន្ទាប់មកខ្ញុំចូលទៅកន្លែងសញ្ញាកងចាក់នេះដើម្បីធ្វើការបន្ទោគណនីបាទខ្ញុំសូមចូលមកគណនីនេះរួចហើយខ្ញុំចូលទៅកន្លែងក្រុម Telegram ឈ្មោះថាចំណេះដឹង YouTube នេះហើយខ្ញុំសូមអុសឡើងទៅលើដើម្បីមើលនៅរូបភាពដែលខ្ញុំចង់ធ្វើការលុបកាលពីមុនវិញបាទនេះគឺជារូបភាពដែលខ្ញុំបានធ្វើការចង់លុបពីមុនឥឡូវខ្ញុំសូមធ្វើការលុបម្ដងទៀតដោយខ្ញុំសង្កត់ឲ្យយូរបន្តិចបាទនេះគឺយើងឃើញនៅរូបធុងសំរាមដែលយើងអាចធ្វើការលុបបាននៅក្នុងរូបភាពនេះបាទប្រសិនជាយើងចង់ធ្វើការលុបយើងចុចទៅលើរូបធុងសំរាមនេះគឺក្រុមហ៊ុន Telegram នឹងបានផ្ញើសារនេះប្រាប់មកយើងថាយើងចង់លុបនៅរូបភាពនេះចេញពីក្រុមនេះមែនឬទេបើមិនជាយើងចង់លុបគឺយើងចុចពាក្យថា delete បាទហើយខ្ញុំមិនទាន់លុបទេរូបភាពនេះបាទដល់ខ្ញុំចេញមកខាងក្រៅវិញហើយប្រសិនជាបងចង់ធ្វើការលុបរូបភាពនៅក្នុងក្រុម Telegram គឺទាល់តែបងបានក្លាយទៅជា admin នៅក្នុងក្រុម Telegram ដែលបងចង់ធ្វើការលុបនោះបាទហើយនេះគឺជាការបង្ហាញរបស់ខ្ញុំបាទអំពីមូលហេតុលុបរូបភាពមិនបានក្នុងក្រុម Telegram បាទហើយប្រសិនជាបងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នានៅមានចម្ងល់នៅក្នុងការបង្ហាញរបស់ខ្ញុំបាទខ្ញុំសូមបងហើយនឹងលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងបងប្អូនទាំងអស់គ្នាធ្វើការ comment នៅក្នុងវីដេអូរបស់ខ្ញុំបាទនឹងឆ្លើយជូនបាទហើយនៅខាងក្រោមវីដេអូរបស់ខ្ញុំនេះគឺមានវីដេអូជាច្រើនទៀតសម្រាប់បង្ហាញចែកជូនបន្ថែមទៀតបាទហើយនៅថ្ងៃខាងមុខខ្ញុំនឹងលើកយកវីដេអូថ្មីដើម្បីធ្វើការបង្ហាញចែកជូនជាចំណេះដឹងបន្ថែមទៀតបាទហើយនៅពេលនេះការបង្ហាញរបស់ខ្ញុំបាទបានចូលមកដល់ទីបញ្ចប់បាទសូមអរគុណហើយនឹងសូមជម្រាបលា